ជំរាបសួរនាងខ្ញុំឈ្មោះឆិតដានីដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារៀនបញ្ញសិទ្ធិសាខាផ្សារជ្រែថ្ងៃនេះផងដែរនាងខ្ញុំមានមោទនភាពមែនទែនដែលឃើញបងប្អូនសិស្សានុសិស្សគាត់ចូលរួមយ៉ាងសកម្មដោយសាលារៀនបញ្ញសិទ្ធិគឺបានបង្កើតកម្មវិធីរត់ប្រណាំងដើម្បីមូលនិធិសម្រាប់ជួយដល់បងវរៈកងទ័ពនិងជនភៀសសឹកដោយសាលារៀនបញ្ញសិទ្ធិឃើញថាប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាទៅចាគាត់បង្កើតកម្មវិធីរួបរวมស្មារតីហៅថាខ្មែរតែមួយដោយសប្តាហ៍ថ្ងៃប្រទេសជាតិរបស់យើងកំពុងតែមានបញ្ហាគឺមានសង្គ្រាមជាមួយនឹងចាជនជាតិថៃចាដូច្នេះយើងជាខ្មែរយើងត្រូវតែរួបរวมសាមគ្គីគ្នាដើម្បីជាធ្លុងតែមួយនៅក្នុងប្រទេសកម្ពុជារបស់យើងសូមអរគុណញញឹមស្រស់ស្រាយវិញក្លែទេស្រស់ដូចដួងខែដែលរស្មីញញឹមម្ដងរៀងបងធ្វើស្លុំស្មារតីចង់ថ្នាក់ភ្នំបេស្រស់ស្រីឲ្យចែកចិនដាបើញញឹមស្រស់ម្លឹងតាឲ្យរៀមខាងលេចបានជីវ៉ាជម្រាបសួរនាងខ្ញុំឈូសារ៉ូសាននៃមកពីសាលារៀនបញ្ញសិទ្ធិថ្ងៃនេះខ្ញុំពិតជាមានភាពរីករាយខ្លាំងមែនទែនដែលបានមករត់ប្រណាំង1 គីឡូម៉ែត្រដើម្បីជួយដើម្បីប្រមូលមូលនិធិជួយទៅកងទ័ពជួរមុខនឹងគ្រួសារភៀសសឹកជំរាបសួរអ្នកនរគ្នាខ្ញុំច័ន្ទឌីខ្ញុំជាសិស្សរៀននៅសាលារៀនបញ្ញាសិទ្ធិបន្ទប់លេខ1ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែនព្រោះដោយសារយើងបានមកដើរដើម្បីសុខភាពហើយយើងបានហែងគេដើម្បីជូនបងជនភៀសសឹកហើយនិងបងទាហានជួរមុខរបស់យើងថែមទៀត